ត្រូវការប្រជាពលរដ្ឋយើងគាំទ្រផលិតផលយើងជានិរន្តរ៍ផងកុំគាំទ្រតាមអាផ្លេតបន្តគាំទ្រផលិតផលខ្មែរយើងទៀតផងដើម្បីយើងម្ចាស់ការព្រោះតតែមានទីផ្សាររដ្ឋាភិបាលត្រឹមតែជួយបង្កើតជួយផលិតជួយប្រទេសតែបើប្រជាពលរដ្ឋខ្មែរតែជាតតិថិជនមិនទិញទីផ្សារក៏វាមិនរីកបើសិនជាប្រជាជនយើងតិចលុយនឹងក្រុមហ៊ុនយកទៅដើម្បីបង្កើនផលិតកម្មបង្កើនគុណភាពអីកាន់តែអត់បងអូនបានស្ដាយពីកោតពីសាច់មាត់មានអីគ្រប់យ៉ាងបងអូនតាមសាច់មាត់តាមតាមមាត់បងអូនទីបងណាហើយសាច់យើងចេះបានតាមចង់ប្រាប់ថានឹកយុគថ្ងៃលោកអត់បងមកគីឡូតាមដែរព្រឹកនឹកអូនគ្មានលហើយខ្វាយខ្វល់ក្នុងចិត្តខ្លាំងអូនអូនប្រាយើងគុំលពៅឲ្យមកបន្តមកយើងយកលពៅហ្នឹងទៅចម្រាញ់បែបវិទ្យាសាស្ត្រដើម្បីយើងទទួលបានក្លិនពណ៌ហើយនិងសារធាតុនៅក្នុងផ្លែលពៅយកមកធ្វើជាគ្រឿងផ្សំគោនៅក្នុងសាប៊ូលពៅមួយនេះហើយនៅទីនេះដែរគឺបានផ្ដល់ឱកាសការងារដល់បុគ្គលិកយើងជាច្រើនជាពិសេសគឺបុគ្គលិកពលករដែលគាត់បានត្រឡប់ពីប្រទេសថៃមកធ្វើការនៅប្រទេសខ្មែរយើងគឺជួយសេដ្ឋកិច្ចជាតិនឹងជួយឲ្យពួកគាត់មានការងារធ្វើនិងចំណាក់ស្រុកទៅទៀតត្រជាក់ក្តៅឬរងាយើងធ្វើយើងបានទៅទៀតពេលបងទូងកាយឆ្ងាយពិតតែចិត្តក្បែរគ្នាសែនបារម្ភពងីការពីមុនល្បីថាល្បីរំតោនលោកអត់ចាញ់ឥឡូវនេះបងស្រីម្ចាស់សហគ្រាសបងប្អូនមើលក៏រកឃើញដំបងគឺយកមកផលិតធ្វើជាសម្បុរដល់ខ្លួនបានយ៉ាងល្អមានគុណភាពសូម្បីតែដបការរចនាផ្សេងស្រស់ស្អាតមែនទែនបងប្អូនមើលទៅពណ៌ល្ពៅតែម្ដងបងប្អូនក្តីស្រល្ពៅនោះមូលខ្លោល្អមែនទែនគាត់ចំណាយយកល្ពៅល្អតែស្ថិតលើចំណាយធ្វើជាសាប៊ូដល់ខ្លួនបានជាមានគុណភាពបែបនេះដល់ពេលដល់វេលាឲ្យបងប្អូនកូនខ្មែរមានថ្ងៃយើងឡើងឡើងចាប់ដើមចេញមកតែម្ដងដល់ពេលចឹងទៅដឹងថាសិតតែមានសមត្ថភាពសម្រាប់ធ្វើរៀងៗដល់ទុំដល់ពេលដែលកូនខ្មែរយើងចាប់ដើមចេញងាករេទៅលើផលិតផលប្រជែងទៅលើទីផ្សារមើលថែតតែម្ដងហើយយ៉ាងហ្នឹងក្បែរនិយាយថាខ្មែរយើងប្រជែងគ្នានៅក្នុងការឈ្មោះទៅរកទីផ្សារអន្តរជាតិឲ្យតែមានការគ្រប់គ្រងខ្លាំងពីសំណាក់បងប្អូននៅក្នុងស្រុកនេះសិនហើយអ្នកណាមិនល្បីបងប្អូនហើយយកទៅធ្វើជាបង្អែមហ្នឹងក៏ឈ្ងុយឆ្ងាញ់ធ្វើម្ហូបហ្នឹងក៏នៅតែល្អសម្រាប់សុខភាពថែមទៀតដល់ពេលឥឡូវកែច្នៃមកធ្វើជាផលិតផលដែលអាចប្រើប្រាស់នៅក្នុងបន្ទប់ទឹកបានកន្លែងទឹកបានអាចយកមកធ្វើជាសាប៊ូដុសខ្លួនមិនធម្មតាណាបងប្អូនសារធាតុចិញ្ចឹមដែលមាននៅក្នុងផ្លែល្ពៅប្រេងរបស់ល្ពៅក៏ដូចជាគុណភាពល្អផ្សេងទៀតរបស់ផ្លែល្ពៅសូម្បីតែក្លិនត្រូវបានចម្រាញ់យកមកប្រើប្រាស់យ៉ាងណាបងសុខចិត្តគូអត់មានចោលចំណុចណាមួយទេបងប្អូនសំខាន់ឲ្យឆាហើយយកទៅហាលឲ្យស្ងួតហើយយកទៅវាយចេញជាម្សៅតែម្ដងបន្តមកទៀតយកទៅចម្រាញ់ចេញជាសាប៊ូដែលមានគុណភាពខ្ពស់ក្លិនក្រអូបឈ្ងុយប្រហើរហើយរួមទាំងគុណភាពដែលមិនស្មានមិនដល់នៅក្នុងសាប៊ូដុសខ្លួននេះតតែម្ដងមូលហេតុអ្វីបានជាកន្លែងទីតាំងនេះយកល្ពៅមកចម្រាញ់ធ្វើជាសាប៊ូបងស្រីនៅក្នុងផ្លែល្ពៅគឺមានសារធាតុចិញ្ចឹមជាច្រើនដូចជាវីតាមីន A វីតាមីន C និងវីតាមីន E ដែលជួយធ្វើឲ្យស្បែកសភ្លឺថ្លាកាត់បន្ថយភាពជ្រីកជ្រួញស្បែកខ្លាចអីនឹងទិញបងប្អូនផលិតផលដែលចម្រាញ់ចេញពីដំណាំប្រជាកសិករយើងដាំដុះបានណាហើយសំខាន់មានគុណភាពខ្ពស់មែនទែនអាចធ្វើបានហើយកូនខ្មែរឥឡូវនេះបងប្អូនឲ្យតែបងប្អូនគ្រប់គ្រងធានាថាមិនយូរមិនឆាប់ទេកសិករក៏រីកចម្រើនរួមទាំងពលរដ្ឋសហគ្រិនវ័យក្មេងៗរបស់ខ្មែរយើងកាន់តែលូតលាស់ឆាប់រហ័សបានលឿនហើយប្រទេសជាតិយើងនឹងរីកចម្រើនឆាប់រហ័សដោយយើងមិនស្មានបន្តក្នុងរយៈពេលដ៏ខ្លីខាងមុខនេះជាមិនខានជាក់ស្ដែងបងប្អូនដឹងបាញ់អត់សូម្បីតែបុគ្គលិកក្រុមការងាររបស់គាត់មួយចំនួនណាបងប្អូននៅទីនេះទើបតែនឹងផ្លាស់ប្ដូរការងារចាក់ចេញមកពីប្រទេសថៃមកធ្វើការនៅទីនេះផ្ទាល់ទទួលបានប្រាក់ខែសមរម្យហើយមិនចាំបាច់ត្រឡប់ទៅវិញទេគាត់មានការងារធ្វើស្រាប់ទៅទីនេះតែម្ដងដល់ពេលលុយសួរទៅដឹងមិនអត់ថាប្រាក់ខែច្រើនដែរតើបងទៅនៅថៃធ្វើអីឆ្ងាយស្អីទាំងពេលទៅគ្មានខ្មែរយើងមកធ្វើការងារឲ្យប្រែសិទ្ធិកម្មរបស់ខ្មែរយើងដូចគ្នាផលិតនៅផលិតផលលក់ឲ្យកូនខ្មែរយើងដល់ទុំនុកចិត្តអត់មានងាករេចាំជួបជុំមើលថែក្បែរអស់ផលិតភាពទៅលើផលិតផលតែម្ដងដណ្ដើមមាននៅអ្វីដែលកូនខ្មែរយើងដាំបានផលិតបានពីកសិករណាយកទៅប្រើប្រាស់នៅក្នុងការផលិតចេញជាផលិតផលប្រើប្រាស់ទៅវិញមិនដែរអ្នកផ្ទះខាងនោះមានចង់ប្រើវិញសាប៊ូដុសខ្លួនពីផ្លែល្ពៅអីអត់ត្រឡប់ត្រូវការអាចទៅយកទៅប្រើខ្លះបាន
កូនខ្មែរសម្ដែងខាងនោះហើយឥឡូវនេះគាត់ទិញសាប៊ូល្ពៅមកប្រើវិញម្ដងមិនដែរចាប់អារម្មណ៍អត់ទិញសាប៊ូល្ពៅកូនខ្មែរយកទៅប្រើម្ដងទេទិញពីរដងហ្នឹងបងប្អូនអាចតាក់ទងទិញតាមរយៈលេខទូរស័ព្ទតាមយ៉ាងណាបងហើយកុំបាច់ព្រួយបារម្ភបងប្អូនមានការទទួលស្គាល់ច្បាស់លាស់ហើយសំខាន់អត្ថប្រយោជន៍របស់ល្ពៅបងប្អូនបានដឹងរួចមកហើយដែលវាសម្បូរទៅដោយវីតាមីនខ្ពស់ដែលអាចជួយឲ្យស្បែករបស់យើងគង់ភ្លឺរលើករលោងអាចជំនះកៅបានល្អជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលាជាតិ